ហើយសួស្តីអ្នកនរគ្នាថ្ងៃនេះមកលេងនៅ game mode មួយមិនជឿថាវងប្លុកហើយចំពោះ game mode មួយនេះដែរគេថាវាជាងយូរដែរអ្នកនរគ្នាប៉ុន្តែខ្ញុំមិនសូវបានលេងវាដល់ចប់ចឹងណាហើយនៅក្នុងវីដេអូនេះក៏ខ្ញុំមកចាប់ផ្ដើមវាលេងសារជាថ្មីចឹងណាព្រោះខ្ញុំខានលេងវាយូរដែរឥឡូវខ្ញុំចង់លេងវាហើយrecord វីដេអូអ្នកនរគ្នាមើលចឹងណាហើយចូលមកកាន់ game របស់យើងដំបូងគឺថាមានធ្វើអីច្រើនទេគឺថាខ្ញុំសុំជីកដីសិនអ្នកនរគ្នាយ៉ាដល់ពីការជីកដីរបស់ខ្ញុំហើយឥឡូវគឺថាបានឆេះមួយនៅក្នុង channel ហ្នឹងមានផ្លែប៉មនឹងសភៅណែនាំពី game mode នឹងចឹងណាឥឡូវខ្ញុំធ្វើការសុំដាក់ដីរៀបជុំវិញសិនណាអ្នកគ្នាឲ្យវាធំជាងមុនហើយងាយស្រួលការជីកប្លុកហ្នឹងកុំឲ្យប្លុកធ្លាក់ចុះទៅក្រោមចឹងណាយ៉ាឥឡូវគឺថាខ្ញុំចាប់ផ្ដើមម៉ាញប្លុកតទៀតសិនណាអ្នកគ្នាគឺថាខ្ញុំប្លុកហ្នឹងគឺថាវាម៉ាញទៅវានេះណាអ្នកគ្នាវាមានតាម level ហើយឥឡូវគឺថាខ្ញុំនៅ level 1ចឹងវាបានតដីអាហ្នឹងឈើអាហ្នឹង item ផ្សេងចឹងណាយ៉ាងណាតោះគ្នាឥឡូវគឺថាខ្ញុំសុំដាក់ដីរៀបជុំវិញសិនដើម្បីវាធំជាងមុនងាយស្រួលក្នុងការឲ្យខ្ញុំឈរនឹងពេលយើងជីកដីតទៅមុខទៀតទៅក៏លោវាមាន spawn របស់ផ្សេងមកចឹងណាយ៉ាងណាតោះគ្នាឥឡូវគឺថាខ្ញុំសុំយក item ទុកសិនឥឡូវទៅការជីកតទៀតសិនហ្នឹងហើយណាតោះគ្នាហើយចំពោះការលេង game mode នេះដែរគឺថាខ្ញុំលេងពីអ្នកគ្នាខ្ញុំណាតោះគ្នាតែក៏អត់ចង់មិនតន់ចូលដល់ក្នុង game ចឹងណាហើយឥឡូវគឺថាខ្ញុំមកលេងមុនគាត់ហើយបន្ទាប់ពីការជីករបស់ខ្ញុំអស់រយៈពេលខ្លីមកគឺថាវាមាន spawn item នៅ item ផ្សេងសម្រាប់ឲ្យខ្ញុំអាចប្រើប្រាស់បានអញ្ចឹងហើយឥឡូវគឺថា spawn mon មកពីណាបងប្អូនយ៉ាអានេះគឺជាលពៅគឺថាវា spawn មកដែរណាបងប្អូនសម្រាប់អាចគឺថាខ្ញុំអាចយកលពៅនឹងយកទៅដាក់ដាំបានឥឡូវគឺថាខ្ញុំសុំជីកតទៀតសិនគឺថាវាចេញ item មកថ្មីរហូតអញ្ចឹងណាបងប្អូនហើយចំពោះ level 1គឺថាវាចេញបានតែត្រឹមសัตว์ឈើធ្វើអីណាគ្នាវាអត់ទាន់មានដល់ថ្មដល់ដាច់អីចឹងណាហើយឥឡូវគឺថាខ្ញុំសុំដាក់ដីពាត់ជុំវិញឲ្យវាធំជាងមុនតិចសិនអ្នកនរគ្នាព្រោះថាទៅមុខទៀតគឺថាវាចេញ item នៅថ្មីទៀតចឹងណាហើយឥឡូវគឺថាខ្ញុំសុំរៀបដីដាក់ជុំវិញឲ្យវាធំជាងមុនតិចសិនណាអ្នកនរគ្នាយ៉ាឥឡូវគឺថាខ្ញុំបានរៀបចំដាក់ដីឲ្យវាធំជាងមុនតិចសិនហើយឥឡូវគឺថាខ្ញុំចាប់ដើមមកជីកតណាអ្នកនរគ្នាគឺថាវាបាន spawn នៅ item ថ្មីជាច្រើនដូចជាឈើហ្នឹងលពៅជាដើមអីចឹងណាហើយឥឡូវគឺថាខ្ញុំសុំយកឈើមកប្រវែកទៅជាអាកតិចឈើសិនណាបងប្អូនហើយឥឡូវគឺថាខ្ញុំសុំយកអាកតិចឈើនេះផលិតជា stick ឲ្យធ្វើ item ផ្សេងចឹងណាព្រោះថាជីកទៅមុខទៀតទៅគឺថាវាចេញនៅ item ជាច្រើនដែលអាចតាក់ទងនឹងឈើអីជាដើមចឹងវាត្រូវការបន្ថៅជីកចឹងណាបងប្អូនច្រឡំណាបងប្អូនគឺថាត្រូវការបន្ថៅកាប់ព្រោះថាយើងប្រើដៃទៅកាប់ទៅគឺថាវាយូរចឹងណាហើយឥឡូវគឺថាបាន spawn មកមន់មួយទៀតហើយថាបានឈើម្ដុំទៀតហើយណាបងប្អូនណាគឺថាខ្ញុំផលិតថើនេះមកគឺថាវាត្រូវហ្មងណាបងប្អូនព្រោះថាវា spawn មកនៅឈើជាច្រើនហើយនឹងប្លុកដុំស្រូវយ៉ាឥឡូវគឺថាបានចេញឆេះមួយយ៉ាឥឡូវមើលទៅក្នុងឆេះហ្នឹងគឺថាវាស្បោទៅដោយលឹកឈើនិងឈើជាច្រើនដែលអាចឲ្យខ្ញុំយកប្រើប្រាស់បាននឹងសម្រាប់យកប្រហែលជុំវិញអញ្ចឹងឲ្យវាធំជាងមុនអញ្ចឹងហើយឥឡូវគឺថាខ្ញុំបានរៀបចំដាក់ឆេះមួយទៀតឲ្យវាធំជាងមុនតិចអញ្ចឹងកុំឲ្យវាតូចពេកព្រោះថាតិចទៅមុខទៅគឺថាវាបាន spawn នៅ item ជាច្រើនដែលយើងអត់ដឹងថាវា spawn នៅអីខ្លះអញ្ចឹងណាតោះគ្នាវា random អញ្ចឹងហើយឥឡូវគឺថាខ្ញុំសុំរៀបដីដាក់ជុំវិញឲ្យវាធំជាងមុនតិចសិនព្រោះឥឡូវគឺថាវាដីវាតូចហើយសត្វវាចិត្ត spawn មកច្រើនទៅអញ្ចឹងណាយ៉ាងណាថ្ងៃឥឡូវខ្ញុំគឺថាគាត់បានចូលមកដល់ក្នុងហ្គេមហើយឥឡូវគឺថាខ្ញុំសូមជីកដីតទៀតសិនព្រោះថាយកដីសម្រាប់យកមកប្រហែលជុំវិញនឹងឲ្យវាធំជាងមុនអញ្ចឹងកុំឲ្យវាតូចពេកយ៉ាឥឡូវគឺថាបានប្លុកនេះណាតោះគ្នាយើងយកវាប្រវាយទៅជាស្អីគេនោះណាតោះគ្នាសម្រាប់ដាក់ដើមឈើធំលឿនណាឥឡូវគឺថាមាន spawn ប៉ប៉ែ spawn ឈូក spawn អីមកជាច្រើនហើយឥឡូវគឺថាបានប៉ះឈើម្ដុំទៀតហើយណាតោះគ្នាហើយចំពោះអាសត្វប្រពែនេះគឺថាវាញ៉ៃមែនទេអាដីផងតូចផងមកបជាតិហ្នឹងគឺថាធ្លាក់ងាប់ទាំងអស់គ្នាតែហ្មងយ៉ាឥឡូវគឺថាខ្ញុំមើលទៅគឺថាវាជាតិពេកគឺថាខ្ញុំសុំយកដីមកដាក់ប្រហែលជាវាធំជាងមុនតិចចឹងហើយឥឡូវកាត់មកដល់កន្លែងនេះគឺថាខ្ញុំគាត់បានចូលមកដល់ក្នុងហ្គេមហើយឥឡូវខ្ញុំឲ្យគាត់ជួយជីកនៅ level 1ហ្នឹងណាអ្នកគ្នាជីកឲ្យវាចូលទៅ level 2ទៅដើម្បីបាន item ផ្សេងហើយកន្លែងនេះគឺថាខ្ញុំបានយកឈើប្រវែកទៅជាយកទៅធ្វើslab ណាបងប្អូនយ៉ាណាបងប្អូនគឺថាខ្ញុំយកឈើប្រវែកទៅជា slab សម្រាប់ធ្វើកន្លែងចំសัตว์ចឹងណាព្រោះថាសัตว์វាជាតែ spawn មកច្រើនទៅអញ្ចឹងវា
អាចនឹងណែនកន្លែងខ្ញុំជិះចឹងហើយឥឡូវគឺថាខ្ញុំសុំធ្វើកន្លែងចំសាសិនអ្នកនរគ្នាព្រោះថាកន្លែងហ្នឹងគឺថាវាអត់មានអីនិយាយច្រើនទេអ្នកនរគ្នាអាចស្ដាប់បទចម្រៀងដែលខ្ញុំដាក់បានគឺថាខ្ញុំអត់មានអីនិយាយច្រើនទេអ្នកនរគ្នាព្រោះថាកន្លែងហ្នឹងគឺថាវារៀងអត់សូវនេះដែរអ្នកនរគ្នារៀងសាមញ្ញដែរចឹងហើយណាមួយក៏អត់មានអីនិយាយច្រើនដែរចឹងមានតែដាក់បទចម្រៀងមកទៅកន្លែងចំសតរបស់ខ្ញុំគឺថាខ្ញុំបានសងហើយអីឥឡូវគឺថាខ្ញុំមកបើក share សម្រាប់មកយកប្លុកដុំឈើនេះវាយទៅជាស្រូវណាបងប្អូនហើយកន្លែងនេះគឺថាជាមកដូចជា3ណាបងប្អូនប៉ុន្តែដល់ពេលខ្ញុំកន្លែងបន្តិចទៅគឺថាបាត់ជាមកលេងហ្មងគឺថានៅសល់តែប្រប៉ែហ្នឹងជាមកចំពោះជាដែរគឺថាវាសល់តែមួយទេមិនហ្នឹងដូចជាខ្ញុំឃើញ3ណាបងប្អូនហើយចំពោះប្រប៉ែនេះដែរគឺថាខ្ញុំយកវាមកចាំណាបងប្អូនគឺថាវាលោតញ៉ៃពេញហ្នឹងហ្មងហើយឥឡូវគឺថាខ្ញុំមកសុំមកបើក share សម្រាប់យក item ខ្លះក៏ដូចជាយក item ទុកចឹងណាហើយឥឡូវគឺថាខ្ញុំបានយកឈើវាយទៅជាឈើតិចទៀតដល់បងប្អូនគឺថាខ្ញុំបានសម្រាប់យកមកធ្វើ slab ណាបងប្អូនសម្រាប់យកមកដាក់ពណ៌ជុំវិញហ្នឹងឲ្យមើលទៅវាស្អាតជាងមុនហើយនឹងធំជាងមុនចឹងណាព្រោះថាឥឡូវគឺថាវាអត់សូវស្អាតហើយក៏វារៀងតូចជាងមុនដែរណាបងប្អូនគឺថាខ្ញុំបានរៀបចំយក slab មកដាក់ពតជុំវិញហ្នឹងឲ្យវារៀងធំជាងមុនហើយឥឡូវគឺថាខ្ញុំបានក្រាស់ប៉ែមួយសម្រាប់យកឲ្យគ្នាខ្ញុំក្នុងការងាយស្រួលការគាត់ជីកដីចឹងណាហើយឥឡូវគឺថាគាត់បានឆេះមួយហើយគាត់បាន item ជាច្រើនដូចជាត្រឡងការ៉ុតហើយហ្នឹងដូចជាទឹកមួយធុងទៀតណាបងប្អូនគាត់ឲ្យខ្ញុំមកហើយឥឡូវគឺថាខ្ញុំបានការ៉ុតចឹងគឺថាខ្ញុំយកឈូកអស់វាចូលធុងចឹងហើយចំពោះកន្លែងនេះដែរគឺថាស្អីគេប្រប៉ែនោះវាចេញក្រៅធុងបាត់ហើយបងប្អូនថាវាលោតបានខ្ពស់ចឹងវាលោតចេញក្រៅធុងមកប្រហើយហើយឥឡូវគឺថាខ្ញុំអស់ជ្រូកចូលបាន2ក្បាលទៀតហើយថាខ្ញុំបង្កាត់វាឲ្យបានច្រើនមកសម្រាប់យកសាច់សម្រាប់បរិភោគចឹងព្រោះថាឥឡូវគឺថាយើងអត់មានអីបរិភោគទេហើយគ្នាខ្ញុំគឺថាគាត់បានជីកបាននៅ item ថ្មីជាច្រើនដែលគាត់បានយក item ហ្នឹងមកឲ្យខ្ញុំដូចជាថ្មហើយដូចធុងទឹកទៀតនេះអ្នកគ្នាថាគាត់បានឲ្យធុងទឹកមួយឥឡូវគឺថាខ្ញុំបានឲ្យប៉ែគាត់មួយទៅព្រោះថាឲ្យគាត់ងាយស្រួលក្នុងការគាត់ជីកដីចឹងណាព្រោះថាគាត់ជីកដៃចឹងប្រហែលវាអាចជាងយូរបន្តិចប៉ុន្តែបើមានប៉ែទៀតប្រហែលជាលឿនជាងហ្នឹងចឹងហើយឥឡូវគឺថាខ្ញុំបានរៀបចំដូចជា inventory សម្រាប់យកមកទុកនៅក្នុងឆេះឲ្យវារៀងទលាយជាងមុនចឹងហើយឥឡូវគឺថាខ្ញុំបានមកកាប់ប្លុកនេះកាប់ប្លុកដីណាបងប្អូនអើយយ៉ាត់ចង់ចៃមិនទេវាគឺថាកាប់ទៅគឺថាមានដីនិងឈើនិងដុំស្រូវទេណាបងប្អូនព្រោះថាវាដូចអត់សូវ spawn នៅ item ផ្សេងជាច្រើនអញ្ចឹងណាហើយចំពោះកន្លែងនេះដែរគឺថាគាត់កំពុងជីកទៅគឺថាវា spawn នៅសត្វគោមួយក្បាលអញ្ចឹងណាបងប្អូននេះគឺថាវា spawn នៅសត្វគោមួយក្បាលអញ្ចឹងគឺថាខ្ញុំរៀបចំចាប់វាដាក់ចូលធុងហើយប៉ុន្តែខ្ញុំបានឲ្យrecord កន្លែងហ្នឹងឯអ្នកនរគ្នាមើលទេហើយចំពោះកន្លែងនេះគឺថាខ្ញុំចាប់ផ្ដើមចូល slab យកមកដាក់បៀទៅមុខទៀតសម្រាប់ភេកឲ្យវាធំជាងមុនអញ្ចឹងណាបងប្អូនព្រោះថាខ្ញុំ
ព្រោះថាគ្នាខ្ញុំគាត់ជីកប្លុកប្លុកដីអញ្ចឹងនិយាយចង់ចេញមិនទេណាបងប្អូនអើយគាត់ថាគាត់ជីកប្លុកដីអញ្ចឹងទៅហើយឥឡូវគឺថាខ្ញុំចាប់ផ្ដើមយកអា slab នេះដាក់ឲ្យវាធំជាងមុនអញ្ចឹងព្រោះថាទៅថ្ងៃមុខទៀតខ្ញុំអាចនឹងលេងនៅអេពីសូត 2 ណាបងប្អូនហើយគឺថាខ្ញុំត្រូវការបៀអីកន្លែងផ្សេងនៅកន្លែងហ្នឹងអញ្ចឹងណាព្រោះថានៅអេពីសូត 1 អញ្ចឹងគឺថាខ្ញុំអត់តន់ដឹងថាខ្ញុំចង់ធ្វើអីទេគឺថាខ្ញុំសុំយក slab មកដាក់បៀទុកសិននៅអេពីសូតក្រោយប្រហែលខ្ញុំអាចនឹងនឹកបៀនៅ item ថ្មីអញ្ចឹងណាបងប្អូនណាបងប្អូនគឺថាខ្ញុំបានរៀបចំដាក់ slab ហើយអស់ហើយឥឡូវគឺថាខ្ញុំចាប់ផ្ដើមយកអាប្លុកឈើនេះយកមកដាក់ម្ដងណាបងប្អូនហើយចំពោះកន្លែងហ្នឹងប្រហែលអាចខ្ញុំចង់ធ្វើផ្ទះណាបងប្អូនតែខ្ញុំធ្វើនៅអភិសូតក្រោយណាបងប្អូនអភិសូតហ្នឹងគឺថាខ្ញុំសុំលេងតែប៉ុណ្ណឹងសិនទេឥឡូវណាបងប្អូនមើលការដាក់ប្លុកឈើរបស់ខ្ញុំមកទៅចំពោះការដាក់ប្លុកនេះដែរគឺថាដាក់ឡើងទៅលើចំនួន4ប្លុកចឹងណាហើយនៅអភិសូតក្រោយប្រហែលអាចខ្ញុំនឹងសង់ផ្ទះនៅកន្លែងហ្នឹងចឹងព្រោះឥឡូវគឺថាខ្ញុំសុំធ្វើតែដាក់ណាបងប្អូនចំពោះអភិសូត 1គឺថាខ្ញុំសុំលេងតែប៉ុណ្្នឹងទេណាបងប្អូនចាំជួបខ្ញុំនៅអភិសូតទី 2ហើយបើអ្នកទាំងគ្នាស្រឡាញ់ការធ្វើវីដេអូនៅលើទូរស័ព្ទកុំភ្លេច like and subscribe YouTube ខ្ញុំម្នាក់មួយផងណាបងប្អូនបាយបាយអ្នកទាំងគ្នាចាំជួបខ្ញុំនៅវីដេអូក្រោយបាយបាយ